បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងដែរខ្ញុំនាំយកនៅអត្ថបទមួយតើពីចំនួនដើមស្ត្រីគ្រប់លក្ខគេសម្គាល់ទៅលើអ្វីខ្លះឥឡូវនេះសូមតាមដានស្ដាប់ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាស្រីគ្រប់លក្ខឬស្រីខាតលក្ខឃ្លានេះយើងប្រកាសជាបានឮជាពិសេសពីមាត់ចាស់តែម្ដងយ៉ាងណាមិញបើយោងតាមសៀវភៅសុជីវធម៌ប្រចាំគ្រួសារប្រចាំសង្គមដែលនិពន្ធដោយលោកសាស្ត្រាចារ្យសុងស៊ីវបានរៀបរាប់ថាកាលពីដើមឡើយមនុស្សស្រីទាល់តែមាន31ចំណុចនេះទើបហៅថាស្ត្រីគ្រប់លក្ខទី1មិនចេះអេកអូចនិយាយដើមគេទី2ចេះគួរសមក្រោកទទួលមេត្តាបិតានិងស្វាមីទី3ដឹងគុណតបគុណមេត្តាបិតាញាតិសន្តានទាំងសងខាងទី4មិនចេះដេកថ្ងៃទី5មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយទី6ចេះថែរក្សាទ្រព្យសម្បត្តិទី7មិនផិតក្បត់ស្វាមីទី8មិនចេះប្រច័ណ្ឌស្វាមីទី9គ្មានកលមាយាទី10មិនរំសាយសក់ឲ្យគេឃើញទី11មានចិត្តអត់ធន់ធ្ងន់ធ្ងរទី12មានជើងស្រាលមិនដើរកន្ទ្រាំក្តោងក្តាំងទី13មិនឈរឬអង្គុយសំញែងកាយឲ្យគេឃើញទី14មិនដើរញែកញក់កាច់រៀងទី15ចេះសម្រួមភ្នែកមិនក្រឡេករលែមរឡាមទី16មានដំណើរល្អមិនក្រលែងកាយចំតយគូតទី17មិនបងបោយញាក់ស្មាក្រលែងដើមដៃទី18មានសំឡេងតិចច្បាស់លាស់មិននិយាយឡូឡាទី19មិនចេះលេះលោះលេងសើចទី20មិននិយាយផ្ដោះផ្ដងចំពោះបុរសនិងស្ត្រីទី21មិនទម្រុនធ្វើការណាធ្វើទាល់តែហើយការនោះទី22នៅទីណាឆាប់ត្រឡប់វិញមិនញៀនអង្គុយផ្ទះគេទី23ចេះទុកដាក់អីវ៉ាន់ក្នុងពេលគួរទុកដាក់ទី24ចេះរៀបចំផ្ទះសម្បែងទី25ចេះតុបតែងគ្រឿងឧបភោគបរិភោគទី26ខ្លាចចិត្តស្វាមីមេត្តាបិតាហើយគោរពតាមឱវាទទី27បរិភោគចំណីអាហារក្រោយស្វាមីនិងមេត្តាបិតាទី28ឈប់បរិភោគមុនស្វាមីនិងមេត្តាបិតាទី29ដេកលក់ក្រោយស្វាមីទី30ភ្ញាក់មុនស្វាមីទី31មានមេត្តាករុណាចេះធ្វើបុណ្យទានស្ត្រីប្រកបទៅដោយលក្ខខណ្ឌគ្រប់ពេញទាំង31នេះហៅថាស្ត្រីគ្រប់លក្ខបើមិនពេញមានខ្វះខាតហៅថាស្រីខាតលក្ខបើមានត្រង់នេះខ្លះត្រង់នោះខ្លះរដាច់រដោចហៅថាស្ត្រីដាច់លក្ខឬមីកំដាច់លក្ខបាទសូមអធិស្ឋានបាទចាំមិនដែរពុកម៉ែបងប្អូនមកតអំពីស្ដាប់តកតងទៅនឹងស្រីគ្រប់លក្ខបាទតើមានទាំង31នឹងចំណុចហើយឬនៅបាទនេះគឺចំនួនដើមដែលគេចងក្រងមកបាទសូមបញ្ចប់នៅអត្ថបទនេះតែត្រឹមនេះសិនឯបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមចុច Subscribe ដើម្បីទទួលបាននៅអត្ថបទផ្សេងៗទៀតបាទសូមគុណនិងសូមគោរព